ស្រុកសេសានជាស្រុកមួយក្នុងចំណោមក្រុងត្រេស្រុកដូមានសក្តានុពលទាំង6នៃខេត្តស្ទឹងត្រែងខាងកើតជាប់ស្រុកបនសៃនិងស្រុកគុនមុំខេត្តរតនគិរីខាងលិចជាប់នឹងក្រុងស្ទឹងត្រែងខាងជើងជាប់នឹងស្រុកបរិយអូស្វាយសាន់ជីនិងស្រុកសៀមប៉ាងខាងត្បូងជាប់នឹងស្រុកកោះញែកខេត្តមណ្ឌលគិរីនិងស្រុកអូក្រៀងសាន់ជីខេត្តក្រចេះមានចំនួន7ឃុំស្មើ22ភូមិផ្ទៃដីសរុប264,216ហិកតាប្រជាជនសរុប26,000នាក់ដងស៊ីតេ10នាក់ក្នុង1គីឡូម៉ែត្រការ៉េស្រុកសេសានមានចម្ងាយត្រឹមតែ15គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែងភូមិដែលនៅមានលក្ខណៈភូមិសាស្ត្រល្អប្រសើរមានទន្លេចំនួន3ហូរឆ្លងកាត់រួមមានទន្លេសេសានទន្លេស្រែពកនិងទន្លេសេកុងប្រជាជនភាគច្រើនរស់តាមតំបន់មាត់ទន្លេដែលមានដីសម្បូរជីវជាតិប្រជាជនបានពឹងផ្អែកទាំងស្រុកលើវិស័យកសិកម្មប្រជាជនប្រមាណ 95% ជាប្រជាកសិករធ្វើស្រែមួយដងក្នុងរដូវធ្វើចម្ការនិងដំណាំរួមផ្សំផ្សេងទៀតរួមមានផ្ទៃដីដាំដុះដំណាំស្រូវ 6,286 ហិកតាដំណាំឧស្សាហកម្មដំឡូងមី 9,940 ហិកតាសណ្តែងបាយសណ្តែកសៀងនិងសណ្តែកដី 288 ហិកតាស្វាយចន្ទី 8,356 ហិកតាកៅស៊ូ 8,500 ហិកតាការចិញ្ចឹមសត្វរួមមានគោក្របីជ្រូកបន្ទាមានក្រុមហ៊ុនវារីអគ្គិសនីសេសានក្រម2ចំនួន1ក្រុមហ៊ុនរ៉ាជុំថ្ម1ក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចចំនួន6គឺមានក្រុមហ៊ុនសលសុភាពិនិចក្រុមហ៊ុនសុភនិកាក្រុមហ៊ុនពូម៉ាឌីក្រុមហ៊ុនសេវិតក្រុមហ៊ុន Greenland និងក្រុមហ៊ុន TSM ក្នុងចំណោមក្រុមហ៊ុនដីសម្បត្តិទាំងនោះមានក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចចំនួន4បាននិងកំពុងតែដាំចេញអំបូងលឿងសម្រាប់នាំចេញទៅក្រៅប្រទេសដូចជាប្រទេសចិនប្រទេសកូរ៉េប្រទេសជប៉ុនគឺមានក្រុមហ៊ុន Pumadi ក្រុមហ៊ុន Service ក្រុមហ៊ុន Greenland និងក្រុមហ៊ុន TSM មានផ្ទៃដីដាំដុះសរុបប្រមាណ 3,900 ហិកតាតាមរយៈការវិនិយោគនេះបាននាំមកនូវប្រាក់ចំណូលបន្ថែមដល់ប្រជាជនក្នុងស្រុកនិងក្រៅស្រុកបានចូលរួមចំណែកស្រុកទានយកនូវផលិតផលកសិផលពីប្រជាជនយើងពិសេសបានឲ្យជីវភាពគ្រួសារសហគមន៍មានការកើនឡើងជាមួយគ្នានេះលោកអភិបាលស្រុកសេសានបានសំណូមពរដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ក្នុងស្រុកសេសានសូមបន្តការជួយទិញកសិផលបន្លែបង្ការជ្រូកមាន់ទៀតគោក្របីអង្ករហាក់និងបន្តហាក់ផ្ដល់មុខរបរជាតិបន្ថែមដែលប្រជាជនស្រុកសេសានយើងពិសេសនារដូវប្រាំងដែលទំនេរពីការងារស្រែចម្ការលោកអភិបាលក៏ស្នើសុំឲ្យបណ្ដាក្រុមហ៊ុនបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកឃុំភូមិក្នុងគ្រប់គ្រងចំណែកចំណូលស្រុកនិងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង7របស់ពិសេសត្រូវធានាថាកម្មករនិងបុគ្គលិកទាំងអស់មិនមានប្រើប្រាស់ឬជួញដូរគ្រឿងញៀនគ្មានលបែងស៊ីសងគ្មានអំពើអនាចារត្រូវសហការជាមួយសមត្ថកិច្ចក្នុងការអនុវត្តទូនាទីភារកិច្ចនិងត្រូវបន្តសហការជាមួយមន្ត្រីជំនាញត្រូវធានាការគ្រប់គ្រងដីសម្បត្តិដែលទទួលបានពីរដ្ឋអនុវត្តតាមផែនការមេឃដែលបានកំណត់